សម័យអត់ចេញទេប្រសិនបើខែនេះខែភាសាបងប្អូនដឹងហើយមេឃភ្លៀងសំបីតែយើងជាមនុស្សមាំបងដើរតាមភ្លឺស្រែពេលខ្លះយើងល្អិលបាសដៃបាសជើងចុះតម្រាំជីដូនបច្ចុប្បន្ន88តើជីដូនបបាក់ប៉ុណ្ណាហើយមិនបោះដៃបោះជើងងឹងអូជីដូនញ៉ាំហើយហើយជីដូនសួរដូចត្រង់មួយដើរទៅតែឯងចុះបើខ្យល់គោខ្យល់ចាប់យប់បងពេលដែលយើងដើរទៅនឹងធ្វើម៉េចវាស្នារបស់ខ្លួនមកទៅអញ្ចឹងទៅហើយទៅហើយមានតែតាមបុនវិញស្រាលទៅចឹងចាតាមព្រៀងវាស្នារបស់ខ្លួនទៅហើយមើលអាវបងប្អូនណា BA ចេញមកសុំអាវបងប្អូនឲ្យជីដូនទៀតលើហើយខ្ញុំសុំសរងឲ្យយាយកត្រង់ប្រហុកនៅគូប្រទាយផ្ទុះវិញស្រុកខ្មែរមួយ BA សិប្បកម្មខ្មែររួមទាំងលោកពូមេភូមិបាទហើយបងរ៉ាមីបាទដែលកំពុងតែមានវត្តមាននៅក្នុងភូមិព្រះរៀមរាំងសីហ៎លោកបាទភូមិព្រះរៀមឃុំជ្រៃបាក់ស្រុកជ្រៃបាក់ស្រុកលៀបអៀខេត្តកំពង់ឆ្នាំងហើយបងប្អូនយើងកំពុងតែឃើញជាក់ស្ដែងនៅខាងមុខហើយគឺជីដូនកំពុងតែធ្វើស្លឹកត្នោតដើម្បីដេជាកណ្ដបស្លឹកកណ្ដបដើម្បីលក់ឲ្យគេបាទទៅតាមតម្រូវការដែលគេទិញយកទៅប្រក់ខ្ទមប្រក់កញ្ចោះប្រក់ផ្ទះឬក៏ធ្វើអីក៏ធ្វើទៅបាទពេលដែលជីដូនគាត់ធ្វើបានណាប៉ុន្តែអ្វីដែលគួរឲ្យសង្វេគខ្លាំងយកទៅមែនទែនជីដូនអត់មានអ្នកណាផ្គត់ផ្គង់ស្លឹកឲ្យទេគឺត្រូវដើរដោយខ្លួនឯងមានអាយុបច្ចុប្បន្នហ្នឹងដល់ទៅ88ហើយដើរទៅរើសស្លឹកត្នោតនៅតាមគល់ត្នោតអាស្លឹកត្នោតទុំដែលជ្រុះណាបងប្អូនព្រោះអត់មានអ្នកឡើងទៅកាប់ទម្លាក់អីឲ្យទេគឺស្លឹកត្នោតដើរតាមដើមតាមគល់ទៅបើគល់ណាមានស្លឹកគុំថាឡើយច្រើនមួយធៀងសំបីតែមួយតងប៉ុណ្ណេះក៏គាត់រើសមកដែរគាត់ដើររើសសំបាទដើររើសសំហើយក្រៅផ្លូវការអំបញ្ញមិញទាំងខ្ញុំផ្ទាល់ BA សិប្បកម្មខ្មែររួមទាំងលោកពូមេភូមិគឺយំក្រៅផ្លូវការមួយសាហើយខ្ញុំបានយំក្រៅវីដេអូមួយសាហើយដោយសារអីសង្វេគហេតុអីបានយើងនិយាយសង្វេគបច្ចុប្បន្ន88ស្មាទោសបើខ្យល់គោពេលដែលគាត់ដើរទៅរើសហ្នឹងពីណាជួយគាត់បានបើគាត់ទៅតែឯងបាទតែគាត់ទៅតែឯងគាត់អត់មានអាចកូនអ្នកណាទៅជាមួយបានដល់ពេលអញ្ចឹងចង្វេកកន្លែងថាគាត់ពីចាស់ហើយបាទស្មារតីកាន់តែខ្សោយបំឡើងក៏ខ្សោយបាទហើយបើខ្ញុំនៅក៏មានការអត់សូអូយម្ដាយមីងទៅជាម្ដាយមីងក៏ទៅជាប្រជាបរតរបស់ខ្ញុំផ្ទាល់ហ្មងបាទហើយសម័យអត់ចេញទេប្រសិនបើខែនេះខែភាសាបងប្អូនដឹងហើយមេឃភ្លៀងសំបីតែយើងជាមនុស្សមាំបងដើរតាមភ្លឺស្រែពេលខ្លះយើងល្អិលបាសដៃបាសជើងចុះតម្រាំជីដូនបច្ចុប្បន្ន88តើជីដូនបបាក់ប៉ុណ្ណាហើយមិនបោះដៃបោះជើងងឹងហើយបាសជើងទៀតហើយស្លឹកនេះជ្រុះទៅតាមពេលវេលាដែលខ្យល់បាទមានភ្លៀងមានចោលបានជុំហើយពេលហ្នឹងគឺជីដូនទៅហើយបាទទៅអញ្ចឹងទៅមិនណាកាត់ទេមិនជួគេអត់ទេបាទទៅរឹសតាមវាជ្រុះខ្នោតទេក៏ដល់ពេលភ្លៀងទៀតយើងដល់ពេលខ្យល់បាទដើរផ្ទះលាន់គាត់ជាស្រុកអូជីដូនណាយគេផ្គូលលាន់គេរត់ទៅជ្រកតែជីដូនផ្គូលលាន់រត់ចូលយោយងាចៅបើអត់អត់មានអីចិញ្ចឹមខ្លួនឯងជីដូនណាចាអាយយបងប្អូនហើយហើយឥឡូវហ្នឹងតើឯងគត់ហើយហ្នឹងកូនចៅមានណាបងប្អូនតែដោយសារតែជីវភាពខ្វះខាតខ្លាំងកូនចៅបានតែធ្វើការងារឆ្ងាយមែនតើហើយអត់បានមើលថែជីដូនទេហើយក៏អត់មានលទ្ធភាពចិញ្ចឹមជីដូនឲ្យរស់ស្រួលកើតដែរអញ្ចឹងមានតែជីដូនប្រកបមុខរបរដេស្លឹកហ្នឹងទៅហើយមិនដឹងថាមួយថ្ងៃជីដូនដេបានចង់និយាយថាទៅដើររើសយកមកដេផងអីផងមួយថ្ងៃបានប្រមាណកដបតាមកំឡប់ក៏រើសអីបានស្លឹកច្រើនម៉េចជីដូនមកតនូប៉ុណ្ណេះមកតនូប៉ុណ្ណឹងបានប៉ុន្មានបាន6កណ្ដបបាន6កណ្ដបចាប៉ុន្តែមិនមែនថាយកមកដល់ដេភ្លាមទេណាបងប្អូនក៏ស្រាប់មកត្រាំទឹកផងហើយត្រាំប្រហែលថ្ងៃជីដូន3ថ្ងៃបានទៅស្រង់ពីទឹកយកមកកាត់ក្បាលនេះបងប្អូនឃើញដាច់កណាត់ហ្នឹងគឺកាត់ឲ្យស្មើហើយយកមកដេជាកលឹកចឹងទៅតម្រាំតែបានមកកដបខ្ញុំគិតថាបច្ចុប្បន្នជីដូនប៉ុណ្ណេះមិនមែនស្រួលទេណាអូនមិនមែនយើងក្មេងទេហើយបើតាមដឹងតម្លៃទៀតនោះពីដើម1200មកកដបតែ1200លុយខ្មែរទេហើយអូយមិនដឹងខ្ញុំស្មាទោសហើយបើទាំងរើសទាំងយកមកដេបើទាំងពុះអាដងនោះផងបើទាំងត្រាំទឹកផងដឹងមួយថ្ងៃធ្វើបានមកកដបអត់តាមស្រួលអត់ទេណាអត់បានទេអូជីដូនញ៉ាំហើយជីដូនសួរដូចត្រង់មួយ
ដើរទៅតែឯងចុះបើខ្យល់គោខ្យល់ចាប់យប់បងអាពេលដែលយើងដើរទៅនឹងធ្វើម៉េច វាស្នារបស់ខ្លួនមកទៅអញ្ចឹងទៅហើយទៅហើយ មានតែតាមបុណ្យវិញស្រាលទៅចឹង ចាតាមពីវាស្នារបស់ខ្លួនទៅ ហើយមើលអាវបងប្អូនណា rồi đây hot BA ចេញមកសុំអាវបងប្អូនឲ្យជីដូនទៀតលើហើយខ្ញុំសុំសរងឲ្យយាយកត្រង់ប្រហុកនៅគោកទាយផ្ទុះវិញស្រុកខ្មែរមួយឥឡូវមកដល់ជីដូនមួយទៀតណាអើយបងប្អូនយើងទៀតផុតទៅគឺអូតាមការរៀបរាប់របស់មេលោកពូមេភូមិបានជំរាបមកកាន់ខ្ញុំថាអូយលោកក៏មានការណិតអត់សូវយា គឺ យ ផ្ញើមកតាមថ្ងៃហើយណាគូផ្ញើមុងផ្ញើពួយផ្ញើ mà កំ chú ម៉ា đấy យកមកទូគាត់ ôi mình không phải bán cái cùi nhưng ôi ចា អរគុណលោកពូមេភូមិបាទដែលអាចជួយមើលថែជីដូនចាស់បានឥឡូវចេះបងដោយសារតែបងហេងគ្រីជាអគ្គនាយកក្រុមហ៊ុនNight Pepper ជា brand ជាហោប៉ាវខោទឹកនោមកម្ពុជាយើងនឹងដែលថ្មីនេះមានការបើកសម្ពោធនៅខាងព្រៃជ្រៃខណ្ឌដង្កោរាជធានីភ្នំពេញដែលជាផលិតផលនាំចូលពីប្រទេសចិនមកកាន់ខ្មែរហើយគាត់បានផ្ញើស្បៀងអាហារតាមរយៈខ្ញុំហើយតាមបងរមីអញ្ចឹងថ្ងៃនេះដោយសារតែឃើញហើយអត់ចិត្តអត់ដាច់ទេអញ្ចឹងហើយឥឡូវយើងជូនលោកយាយជីដូននៅពេលដែលបានបងហេងគ្រីដែលជាអគ្គនាយកក្រុមហ៊ុនខោទឹកនោមប៉ាវលោកជួយជាសម្ភារៈហូបចុកមកកាន់ជីដូនអញ្ចឹងមានអារម្មណ៍មិនដែរ ខ្ញុំហើយពីក្នុងចិត្តរបស់បានហើយ សបាយរំភើបខ្លាំងហើយជីដូនណា ចារំភើប អាចដោះស្រាយបានមកគ្រាធំណាជីដូនណា ចា បាទហើយជីដូននៅតែបន្តដេកស្លឹកនឹងទៀតអ ចា ត់ចឹង ខ្ញុំនៅបន្តទៀត នៅ បើ តែបន្តទៀត បើសិនណាជាខ្ញុំមិនទៅខ្ញុំក៏អត់បានធ្វើដែរតែដូចថាស្មារតីនៅ នៅតែ ខ្ញុំធ្វើអញ្ចឹង ជីដូនធ្វើដោយសារតែបើអត់ធ្វើហ្នឹងអត់ស្រួលខ្លួនឬក៏ដោយសារតែជីវភាពខ្វះខាតបានធ្វើ គឺមួយហើយវាខ្វះខាតផងវាមិនសូវស្រួលខ្លួនផងអូចេះធ្វើទៅសិនបានដូចថាវាចេញចូលក្នុងខ្លួនទៅ ទៅ ដូច ចលនាទៅបានកាយសម្បទាមានចលនាទៅគឺអត់ពិបាកខ្លួនទេប៉ុន្តែហើយមកចំណែកទៀតក៏ត្រូវការបច្ច័យត្រូវការលុយកាក់ដើម្បីដោះស្រាយជីវភាពដែរជីដូនណា ចា បាទអូយអរគុណណាស់ហើយជាថ្មីម្ដងទៀតក៏សូមអរគុណទៅកាន់បងហេងគ្រីអគ្គនាយកក្រុមហ៊ុនប៉ាវកម្ពុជាដែលជា brand យីហោខោទឹកនោមប៉ាវដែលតែងតែចូលរួមចំណែកក្នុងការជួយទៅកាន់ចាស់តាមរយៈខ្ញុំប្តីតាមរយៈបងរមីហើយជួយទៅកាន់តាហ៊ានជន់ទៅកាន់បងប្អូនជនភៀសសឹកបាទយើងជួយច្រើនតាមមន្ទីរពេទ្យមួយរយៈនេះគឺគ្រប់ខេត្តទាំងអស់ហ្មងបាទមន្ទីរពេទ្យបង្អែកខេត្តសូម្បីតែខេត្តកំពង់ឆ្នាំងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារសៀមរាបតាកែវកំពតកំពង់ស្ពឺកោះកុងអូគ្រប់យើងគ្រប់ហើយថ្ងៃទី20 19 20នេះ không trang không បាទលោកតំណែងមកខ្ញុំអញ្ជើញខ្ញុំហើយនឹងបងរវីហ្នឹងទៅចូលរួមនៅក្នុងកម្មវិធីផ្ដល់ខោទឹកនោមជូនដល់កម្មវិធីពេទ្យនៅកំពង់ចាមកំពង់ធំត្បូងឃ្មុំជាបន្តឲ្យបងប្អូនឲ្យទឹកចិត្តមហាសែនទឹកចិត្តណាស់ហើយមានតែពាក្យជូនពរទៅកាន់បងនិងក្រុមការងារឲ្យជួបប្រទះតែសុខសុវត្ថិភាពរាល់ការធ្វើដំណើរជាពិសេសគឺមានសុភមង្គលនៅក្នុងក្រុមគ្រួសាររួមទាំងក្រុមការងារគណៈពេលនេះខ្ញុំបាទ BA សកម្មខ្មែររួមទាំងបងរមីរួមទាំងលោកពូមេភូមិរួមទាំងជីដូនកំសត់សូមគោរពជំរាបលាត្រឹមតែប៉ុណ្ណេះ